Kylian Mbappé ព្រមានឲ្យ PSG ត្រូវប្រយ័ត្នរឿងមួយមុនជួបបិសាចក្រហម Manchester United នៅ Champions League ខ្សែប្រយុទ្ធឆ្នើមក្លឹប PSG កីឡាករ Kylian Mbappé បានប្រាប់ទៅមិត្តរួមក្រុមថាមិនត្រូវមើលស្រាលលើ Manchester United នោះទេសម្រាប់ការប្រកួតវគ្គ 16 ក្រុមនៅ Champions League នាខែកុម្ភៈខាងមុខនេះ PSG ដែលកំពុងបោះជំហានឆ្លងទៅវគ្គ 8 ក្រុមក៏អាចនឹងត្រូវរារាំងដោយក្រុម Manchester United ប្រសិនណាមានភាពធ្លាស់ធ្លោយណាមួយជាយថាហេតុដោយស្ថិតក្រោមការគ្រប់គ្រងដោយគ្រូបង្វឹកថ្មីធ្វើឲ្យឥទ្ធិពលរបស់ក្រុមខ្លាំងអង់គ្លេសមួយនេះឡើងកូតខុសពីចំនួនលោក Jose Mourinho ថ្លែងបញ្ជាក់ពីកីឡាករវ័យ 20 ឆ្នាំបានប្រាប់ថា Manchester United គឺជាក្លឹបដ៏ធំមួយក៏ជាក្រុមដែលធ្លាប់ត្រូវបានគេនិយាយថាខ្សោយពីមុនប៉ុន្តែពេលនេះជាក្រុមដ៏ល្អបំផុតតែផ្ទុយដោយកីឡាករដដែលព្រោះគេបានបន្តថាក្នុងវិស័យបាល់ទាត់មានភាពឡើងចុះដោយ Manchester United ធ្លាប់ជួបបញ្ហាសោះក៏ក្រោះប៉ុន្តែពេលនេះពួកគេត្រឡប់មកវិញហើយដោយជាក្រុមដ៏ល្អនិងយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំនួបតតាំងជាមួយនឹងពួកគេបាទសូមអរគុណចំពោះការតាមដានរាល់វីដេអូដែលខ្ញុំបានផុសហើយបើសិនមានកំហុសខុសឆ្គងយ៉ាងណានោះក៏សូមខន្តីអភ័យទោសដល់រូបខ្ញុំបាទផងសូមអរគុណ